សួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់ Channel បណ្ឌិត UT តោះថ្ងៃនេះយើងមករៀនអំពី reset ទូរស័ព្ទរបស់ Vivo ទាំងអស់គ្នាដែលគេហៅថាឈូសគ្រឿងយើងចូល setting មកហើយបន្ទាប់មកយើងទៅរកពាក្យ like system ហើយបន្ទាប់មកយើងចូលកន្លែង reset option ណាអញ្ចឹងយើងចុចលើ reset option ហ្នឹងមកហើយអ្នកនរគ្នាឃើញពាក្យខាងលើហ្នឹងទេដែលគេដាក់ថា reset Wi-Fi Bluetooth ហើយខាងក្រោមនេះគេដាក់ reset app អាយ៉ាច្រឡំដៃហើយបន្ទាប់មកយើងមើលមកលើខាងក្រោមនេះ reset all setting ហើយនឹងខាងក្រោមគេនេះយើងជ្រើសចូលខាងក្រោមគេមកហើយទៅចុចវាមកវានឹងចូលកន្លែងហ្នឹងហើយយើងដាក់ password របស់ទូរស័ព្ទបើមិនទេទូរស័ព្ទរបស់នេះអត់មាន password ក៏យើងមិនដែរដោយសារទូរស័ព្ទខ្ញុំមាន password អញ្ចឹងខ្ញុំត្រូវការបំពេញ password សិនពេលយើងបំពេញហើយយើងលេខពាក្យថារ៉ាស់ហ្នឹងមកក៏វាដំណើរការហើយយើងរងចាំវាប្រហែលជា5នាទីទៅ10នាទីតាមទូរស័ព្ទអ្នកនរគ្នាដើរលឿនឲ្យយូរដែរអញ្ចឹងយើងរងចាំវាសិនទៅវាកំពុងដំណើរការឥឡូវវាដំណើរការរួចរាល់ហើយយើងចុចតម្លើងវាតម្លើងគ្រឿងពិសាថ្មីដែលគេហៅថាតម្លើងថ្មីហ្មងណាអញ្ចឹងអ្នកនរគ្នាអាចចុចតាមខ្ញុំបានហើយកន្លែងនេះដែរយើងជ្រើសរើសយកទាំងអស់មក